ជួទឹកភ្នែកកូនឈុំយំបាចេញទៅសមរភូមិពេលនេះជាត្រូវការខ្ញុំការពីខ្សែបន្តអត់ព្រំត្រង់ស្អីជាបន្ទុំគេងកំភ្លើងគឺជាខ្នើយកាត់មកជាទាហានស្ម័គ្រស្លាប់ខ្ញុំត្រៀមចិត្តរួចហើយអានេះហើយជាមូលហេតុធ្វើឲ្យខ្ញុំមើលឲ្យគឺខ្ញុំគ្រប់គ្រងអារម្មណ៍ក្នុងអាត្មានេះខ្ញុំទុកទឹកភ្នែកជាប់វិញខ្ញុំមិនដែរថតវីដេអូនិយាយទាំងខ្ញុំយើងទេជួទឹកភ្នែកកូនឈុំយំបាចេញទៅសមរភូមិពេលនេះជាត្រូវការខ្ញុំការពីខ្សែបន្តអត់ព្រំត្រង់ស្អីជាបន្ទុំគេងកំភ្លើងគឺជាខ្នើយកាត់មកជាទាហានស្ម័គ្រស្លាប់ខ្ញុំត្រៀមចិត្តរួចហើយជីវិតទុកជូនជាតិធៀបទុកជូនអ្នកម្ដាយអាផុតមកត្រាសិនកាន់ខ្ញុំសប្បាយជាមួយនឹងម៉ែកាយកូនប្រុសជាប្តីជាឪពុកលាស្រុកគ្រួសារមកនៅឆ្ងាយបូជាដើម្បីខេមរា Trying to make my people smile ស៊ូប្រូសង្ខាបំរើរដ្ឋាជាខ្មែរថ្លៃថ្លាខ្ញុំផ្សងសច្ចាបំរើការពារយោធាគ្រប់គ្នាដែនកំពូជាមិនថយខ្ញុំមិនរៀក្លាហានប្រយុទ្ធមូមុតសុខសាន្តសត្រូវទាំងផ្លូវឲ្យនៅលែងបានទុំជាតិលើស្មាទុំជ័យលើឯកសន្តានទឹកដីដូនតាបន្សល់តាំងពីបុរាណបើចង់បាននៃរៀងលុសបើចង់សាកសពខ្ញុំ first ឈរជើងលើបន្តខ្សែត្រៀមខ្ញុំទៅហ៊ានរដ្ឋាភិបាលជ្រើកូនខ្មែរថៃគេដូនតាកូនម៉ែចូលព្រៃធ្វើការផ្នែកមកច្បាស់ដោយរ៉ាដាកូនពុកចិត្តខ្លាំងដូចខ្លាទុំចិត្តខៀវក្រហមសមមាននឹងគោឈរនៅទីខ្ពស់ថ្ងៃនេះខ្ញុំមានគេជួមក represent ដល់អ្នកមានឈ្មោះដែលសិនភ័យយុទ្ធជនពាក់លីបាខ្មែរសាមគ្គីខ្មែរត្រូវតែរស់ពួកយើងឈ្មោះទៅមុខទាំងអស់គ្នាបងប្អូនយោធាកម្ពុជាខ្ពង់ខ្ពស់ស្លាប់មិនដូរឈ្មោះរួមមិនដូរសម្ដីឈាមជន់ខ្ញុំជាខ្មែរខ្ញុំអ្នកថៃខ្ញុំអ្នកឲ្យតម្លៃពុតតែថែរក្សាប្រាសាទដល់ស្គមស្កៃខ្ញុំមិនដូរភាសាតែខ្ញុំចង់ប្រាប់ថាខ្ញុំមិនដូរទឹកដីញើហូតចុកផ្ទះនឹងអ្នកផ្ទះណាស់តែមិនអាចនឹងជួបម៉ែពុកសុកទុកយ៉ាងមិនហើយកូនប្រុសចង់មានជំនួសកំពុនសម្លាញ់ចិត្តបងក្បែរនៅល្អបានត្រឹមតែរូបឲ្យបាននេះសុំទៅផងមិនបានថាធ្នំកូននៅថ្ងៃខួបបើសិនជាខ្ញុំស្លាប់សម្បូរជាខ្ញុំជាមួយទងជាតិតែបើសិននៅមានសង្ខារខ្ញុំស៊ូការពារកាមេរ៉ាតទៀតយើងមានការគោរពក្នុងចិត្តមិនដែលចង់វិវាទតែបើសិនអ្នកចង់ឈ្នះខ្ញុំមានសិទ្ធិតតាំងការពារជាតិកូនខ្មែរពួយអ្នកហ៊ានកូនខ្មែរពួយអ្នកស៊ូបងគ្រូបាអាចារ្យគោរពកូនតាយើងត្រូវតែរួខ្មែរយើងពួយអ្នកខ្លាំងខ្មែរយើងអ្នកចម្បាំងខ្មែរមិនដែលចេញព្រាបដាក់ឲ្យរៀបអាណត្តិតតាំងកូនខ្មែរពួយអ្នកហ៊ានកូនខ្មែរពួយអ្នកស៊ូបងគ្រូបាអាចារ្យគោរពកូនតាយើងត្រូវតែរួខ្មែរយើងពួយអ្នកខ្លាំងខ្មែរយើងអ្នកចម្បាំងខ្មែរមិនដែលចេញព្រាបដាក់ឲ្យរៀបអាណត្តិតតាំងកូនឈុំយំបាចេញទៅសមរភូមិពេលនេះជាត្រូវការខ្ញុំការពីខ្សែបន្តអត់ព្រំត្រង់ស្អីជាបន្ទុំគេងកំភ្លើងគឺជាខ្នើយកាត់មកជាទាហានស្ម័គ្រស្លាប់ខ្ញុំត្រៀមចិត្តរួចហើយជីវិតទុកជូនជាតិធៀបទុកជូនអ្នកម្ដាយអាផុតមកត្រាសិនកាន់ខ្ញុំសប្បាយជាមួយនឹងម៉ែកាយកូនប្រុសជាប្តីជាឪពុកលាស្រុកគ្រួសារមកនៅឆ្ងាយបូជាដើម្បីខេមរា Trying to make my people smile Trying to make my people smile Trying to make my people smile
tăng mình nhómจะធ្វើវីដេអូ reaction មកវាខ្ញុំមិនថាច្រើនឆ្នាំហើយតែនេះជាលើកទី1ក្នុងជីវិតខ្ញុំមកដែលខ្ញុំមើលស្ដាប់ហើយ reaction របស់នេះដោយនិយាយអត់ចាញ់គឺមើលផ្លឹកតាំងពីដើមដល់ចប់មកហើយគឺជាលើកទី1ដែលខ្ញុំថតវីដេអូ reaction ឲ្យខ្ញុំនិយាយអត់ចាញ់មកឥឡូវនេះបងប្អូនអាចគិតថាមិនក៏បានដែរបងប្អូនអាចគិតថាខ្ញុំចូលឬមួយក៏យក attention មិនខ្ញុំអត់ខ្វល់ទេសំខាន់អារម្មណ៍ខ្ញុំពេលហ្នឹងពេលខ្ញុំស្ដាប់អារម្មណ៍ខ្ញុំពិតពេលខ្ញុំស្ដាប់បទមិត្តរស់បទដែលបកស្រាយដោយ Allergy ជាមួយ Hasha និយាយរួមជាបទរបស់ Lasima Cartel ខ្ញុំអត់ធ្លាប់គិតសោះហ្មងថានឹងមានអាទិដែលគាត់ធ្វើបទវា mash up បទរបស់បងកងកម្លាំងទីហ៊ានជួមុខដែលតែងតែច្រៀងជាចម្រៀងដែលគាត់ចូលសមរភូមិខ្ញុំជឿថាបទក្បាល intro ហ្នឹងគឺគ្រប់បងទីហ៊ានទាំងអស់គឺគាត់ចេះបទហ្នឹងគ្រប់គ្នាហើយខ្ញុំហៅតែភ្នែកខ្ញុំអួតអង្គខ្ញុំយំបន្ទាប់ពីខ្ញុំស្ដាប់បទនេះហើយខ្ញុំពិតជាគោរពទស្សនាអរគុណ Lasima Cartel Allergy Hasha ដែលគាត់បានធ្វើបទនេះឡើងវាគ្រប់ពាក្យពេចន៍ទាំងអស់គឺមានអត្ថន័យខ្លាំងមែនទែនធ្វើខ្ញុំស្ដាប់និងមើលវីដេអូឯកសារទាំងអស់ហ្នឹងក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់យើងមានអារម្មណ៍ថាយើង proud យើងគោរពទៅសើទឹកចិត្តស្នេហាជាតិដ៏មោះមុតការពារជាតិបូរណភាពទឹកដីបូជាជីវិតខ្លួនឯងលះបង់គ្រួសារប្រពន្ធកូនទៅការពារព្រំដែនកន្លែងមួយដែលធ្វើឲ្យខ្ញុំឈួលខ្លាំងហើយខ្ញុំ control អារម្មណ៍ខ្លួនឯងលែងបានហ្មងគឺបងកងទ័ពដែលគាត់ធ្វើដំណើរទៅកាន់ព្រំដែននៅតាមផ្លូវគឺទឹកចិត្តរបស់អូមពូមីងអ្នកស្រុកអ្នកភូមិនៅតាមផ្លូវខ្ញុំគោរពខ្លាំងមែនតើមានអីគឺហុចឲ្យទៅតាមឡានដើម្បីអីជាការផ្ដល់កម្លាំងចិត្តលើកទឹកចិត្តដល់បងកងទ័ពជួបមុខរបស់យើងគាត់ធ្វើដំណើរទៅសមរភូមិគឺមិនដឹងថាជីវិតនៅថ្ងៃស្អែកនឹងជួបរឿងអីខ្លះគាត់ទៅនេះគឺមានន័យថាយកជីវិតទៅការពារទឹកដីការពារសុខសន្តិភាពជូនយើងទាំងអស់គ្នាហ្មងអានេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំមើលហើយគឺខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេខ្ញុំទុកទឹកភ្នែកជាប់វិញខ្ញុំអត់ដែរថតវីដេអូនិយាយទាំងយំចឹងទេវាឈួលមករហូតមកហើយនេះខ្ញុំព្យាយាមកាត់ហើយខ្ញុំសម្រួលអារម្មណ៍ខ្លួនឯងច្រើនអស់មែនតើតែពេលខ្ញុំនិយាយដល់រឿងហ្នឹងគឺវាឈួលមកទៀតមួយថ្ងៃដែល Lasima Cartel គាត់ចេញបទនេះគឺខ្ញុំនៅតំបន់នៅដាច់សេវាអញ្ចឹងខ្ញុំអត់បានដឹងទេនៅពេលខ្ញុំមកដល់ភ្នំពេញវិញខ្ញុំបាន check ចូល YouTube ហើយក៏បានឃើញគាត់តម្លាក់បទហ្នឹងមកខ្ញុំចូលមើលគឺបានតែបន្តិចខ្ញុំក៏ចាប់អារម្មណ៍ថាចង់ reaction មែនតើវាធ្វើឲ្យអារម្មណ៍ខ្ញុំវាព្រឺមកហ្មងអញ្ចឹងខ្ញុំគាត់ចង់ express អារម្មណ៍មួយហ្នឹងបង្ហាញអារម្មណ៍មួយហ្នឹងតាមរយៈដែលខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំមើល music video មួយហ្នឹងខ្ញុំមានអារម្មណ៍បែបណាខ្ញុំចង់បានវាចេញមកតែខ្ញុំអត់មានកម្រងថានឹងថតបទហ្នឹងទេបងប្អូនអ្នកគ្នាមើលខ្ញុំអត់មានធ្វើខ្លួនទាំងអស់ពុកមាត់ក៏មិនកោមុខមកទាំងសេនទាំងកាក់មកខ្ញុំអត់មាននិយាយទៀតទេបងប្អូនអរគុណជំរាបលាហើយបើសិនជាបងប្អូនមានជាមតិយោបល់យ៉ាងណាអាចបញ្ចេញយោបល់តាម comment ខាងក្រោមបានខ្ញុំសុំទោសរកមកឆ្កល់នៃកាយវិការណាមួយដែលការឡើងមិនសមរម្យឬមួយក៏វីដេអូនេះវាមិនល្អដូចរាល់ដងខ្ញុំសូមអភ័យទោសមែនតើខ្ញុំមានតែប៉ុណ្្នឹងទេ